Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាជាថ្មីអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និង Like ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំទៀតហ្នឹងហើយសម្រាប់វីដេអូនេះគឺខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត Channel YouTube តើយើងរៀបចំ Channel YouTube បែបណាដើម្បីរកលុយបែបស្តង់ដារហើយมันមានការជាប់ copyright អីអញ្ចឹងសម្រាប់បងដែលគាត់ទៅតែរៀននឹងបង្កើតបងអាចមើល channel ខ្ញុំនេះបាននឹងហើយមើលវីដេអូខ្ញុំនេះបាននឹងហើយជំហានដំបូងដែលខ្ញុំប្រាប់បងអញ្ចឹងនេះគឺជាប្រភេទemail ដែលខ្ញុំបង្កើតនៅវីដេអូដំបូងដែលខ្ញុំយកមកបង្រៀនបងតហ្នឹងគឺជាប្រភេទ email ដែលខ្ញុំបង្កើតហើយនៅលើបងអាច scroll ទៅមើលជាមួយនឹងវីដេអូខាងក្រោមខ្ញុំបានហើយសម្រាប់កន្លែងនេះគឺខ្ញុំចូលមកដល់ YouTube ខ្ញុំតែម្ដងអញ្ចឹងបងអាចកលេចមើលនៅខាងក្រោម channel របស់ខ្ញុំបានហ្នឹងហើយសម្រាប់កន្លែងនេះគឺយើងអាចចូលយកវាថាយើងចូលមកយើងដាក់ឈ្មោះសម្រាប់បងអ្នកដែលគាត់បង្កើតវេទិកាបែបនិទានរឿងឬក៏បែប content តុក្កតាផ្សេងអញ្ចឹងបងអាចដាក់ឈ្មោះបែបអញ្ចឹងមកតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងឈ្មោះថាដារីអញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំតែម្ដងនឹងឲ្យបងសម្រាប់channel មួយហ្នឹងគឺខ្ញុំដាក់ឈ្មោះខ្ញុំសម្រាប់ខ្ញុំបង្កើតជាមួយនឹងcontent ខ្លីៗបែបវីដេអូខ្លីៗប៉ុន្តែសម្រាប់វីដេអូខ្លីៗក៏យើងអាចរកជាមួយនឹងប្រាក់ចំណូលពី YouTube បានដែរបងអញ្ចឹងយើងចុចរក្សាទុកបន្តមកហ្នឹងហើយយើងចុចបង្កើតប៉ុស្តិ៍មួយទៀតគឺនៅខាងក្រោមហ្នឹងហើយយើង select វាមកនេះគឺយើងបានមកដល់ចំណុចនេះហើយប៉ុន្តែយើងអត់ទាន់បានរៀបចំត្រឹមត្រូវសម្រាប់រកលុយពី YouTube បានទេអញ្ចឹងបងអាចចូលទៅមើល channel នេះហ្នឹងហើយគឺយើងមិនទាន់មានជាមួយនឹងវីដេអូអីមួយទេគឺជាប្រភេទ channel ដែលថ្មីតែម្ដងដែលយើងបង្កើតអញ្ចឹងបងជំហានដំបូងគឺបងត្រូវទៅចូលជាមួយនឹងប្រភេទកម្មវិធីច្រោមនឹងឲ្យសម្រាប់បងណាដែលគាត់មិនទាន់មានជាមួយនឹងកម្មវិធីដែលខ្ញុំបង្ហាញមិញហ្នឹងគឺបងអាចចូលទៅ download សិនបានហើយកលេចមកមួយទៀតគឺយើងចូលទៅជាមួយនឹងកម្មវិធីច្រោមតែម្ដងសម្រាប់កម្មវិធីច្រោមហ្នឹងហើយជំហានដំបូងគឺបងចូលមកគឺវាមានទម្រង់បែបហ្នឹងអញ្ចឹងបងស្កលេចមើលខាងក្រោមគឺមានប្រភេទមានរូបដូចជា tray 3ហ្នឹងបងចុចនៅលើ tray 3ហ្នឹងមួយមកហើយបងរើសរករូបបែបវ៉ាន់តាមានពាក់មួកអីចឹងហ្នឹងហើយបងចុចដល់កន្លែងនេះហើយបងត្រូវតែ search ពាក្យថា YouTube ហ្នឹងហើយ search ពាក្យថា YouTube ដូចខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងមកហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំសូមអធិស្ឋានបងផងដោយសារតែប្រភេទវីដេអូនេះគឺខ្ញុំបានបញ្ចូលសលេងពីខាងក្រៅទៅទេអញ្ចឹងបងមើលតាមម៉ៃដែលខ្ញុំបង្ហាញហ្នឹងទៅអញ្ចឹងបងចុចរកកន្លែងបង្កើតប៉ុស្តិ៍របស់យើងមកហ្នឹងហើយដាក់ឈ្មោះខាងក្រោមមានឈ្មោះអ្នកហ្នឹងបងចុចមកសម្រាប់វីដេអូហ្នឹងគឺសម្រាប់ iPhone ឬក៏ Android គឺគាត់អាចយកទៅបង្កើតមើលតាមបានដូចគ្នាហ្នឹងហើយអញ្ចឹងចុចកន្លែងហ្នឹងមួយឥឡូវវាដល់មកកន្លែងចូលអញ្ចឹងយើងចុចចូលហើយយើងវាយ email ដែលខ្ញុំបង្កើតមិញហ្នឹងនេះគឺវានៅ load នៅលើនឹងតែម្ដងអញ្ចឹងខ្ញុំវាយវាតាមនឹងតែម្ដងទៅខ្ញុំចុច select វាយកតែម្ដងហ្នឹងហើយស្រួលទេសម្រាប់ iPhone មកតែ Android ក៏ដូចតែគ្នាដែរឲ្យតែបងចាំកន្លែងហ្នឹងគឺយើងអាចវាយបានដូចគ្នាអញ្ចឹងយើងចុចបន្តទៀតហើយសម្រាប់កន្លែងនេះគឺវាឲ្យវាយ password ប៉ុន្តែសម្រាប់ទូរស័ព្ទខ្ញុំគឺខ្ញុំត្រូវ scan មុខអញ្ចឹងខ្ញុំត្រូវ scan មុខដើម្បីចុចបន្តហ្នឹងហើយបងជួយចាំបន្តិចកន្លែងនេះគឺគេឲ្យយើងវាយ password ប៉ុន្តែយើង scan មុខទៅគឺវា direct យកតែម្ដងអញ្ចឹងគឺវាចូលដល់ចំណុចការជំហានរៀបចំហើយអញ្ចឹងដល់កន្លែងនេះហើយហ្នឹងហើយអញ្ចឹងបងចុចមកកន្លែងអ្នកតតែនៅខាងក្រោមហ្នឹងគឺវាមានភ្ជាប់ជាមួយនឹង email យើងហើយអញ្ចឹងមានរូបអក្សរ V ហ្នឹងហើយបងអញ្ចឹងយើងចុចយកកន្លែងហ្នឹងតតែមកនេះបងចុចកន្លែងហ្នឹងបន្តទៀតមកហ្នឹងហើយអញ្ចឹងចាំបន្តិចវាង slow អញ្ចឹងមកដល់កន្លែងនេះបងកលេចមើលខាងក្រោមនេះគឺជាប្រភេទចូលទម្រង់បែប YouTube ដែលចិត្តស្តង់ដារប៉ុន្តែវាអត់ទាន់បាន 100% ណាបងអញ្ចឹងបងចូលទៅខាងក្រោមបង select មើលពាក្យថាទំហំកុំព្យូទ័រហ្នឹងហើយយើងបើកទំហំកុំព្យូទ័រហ្នឹងមកហ្នឹងហើយមកដល់កន្លែងនេះបងចុចយកពាក្យថាអក្សរ V ដដែលប៉ុន្តែនៅចំហៀងខាងស្ដាំនៅខាងលើនៃបងហ្នឹងហើយចុចកន្លែងហ្នឹងមួយមកហ្នឹងហើយអញ្ចឹងបងចុចមើលប៉ុស្តិ៍ហ្នឹងហើយចុចដល់កន្លែងហ្នឹងហើយគឺបងចុចមើលប៉ុស្តិ៍ហើយហ្នឹងហើយបងដល់កន្លែងនេះបងចុចកំណត់ប៉ុស្តិ៍ហ្នឹងហើយតាមបំណងអញ្ចឹងបងហ្នឹងហើយចុចកន្លែងនេះហើយសម្រាប់កម្មវិធីនេះដូចខ្ញុំបង្ហាញនៅវីដេអូនៅ
ដំបូងវីដេអូអញ្ចឹងគឺបងត្រូវមានកម្មវិធីនឹងមួយបើសិនជាបងអត់ទាន់មានទេបងអាចចូលទៅទាញយកកម្មវិធីនឹងបានអញ្ចឹងខ្ញុំសូមចុចបន្តនៅខាងក្រោមនេះខ្ញុំសូមចុចនៅបន្តនៅខាងក្រោមហ្នឹងហើយខ្ញុំចុចទៅបងជួយចាំបន្តិចសម្រាប់សេវាវា slow បងអញ្ចឹងហ្នឹងហើយបងជួយចាំបន្តិចទៅនេះវាដល់កន្លែងចំណុចនេះមួយនេះគឺជាកន្លែងចំណុចសំខាន់សម្រាប់បងដែលគាត់ដៃថ្មីគាត់ទៅតែរៀនបង្កើតជាមួយនឹងchannel Facebook sorry channel YouTube នៅកន្លែងនេះគឺគេឲ្យយើងដាក់ជាប្រភេទរូបបែបថាវាថា profile បងជាប្រភេទ profile សម្រាប់បងគាត់ចង់ដាក់រូបខ្លួនឯងក៏បានចង់ដាក់រូបតុក្កតាក៏បានដែលតាក់ទងជាមួយនឹងវីដេអូអញ្ចឹងខ្ញុំសូមដាក់រូបមួយសិនហ្នឹងហើយខ្ញុំសូមដាក់រូបដុល្លារនេះរបស់រូបដុល្លារនេះមកនេះគ្រាន់តែជាឧទាហរណ៍ណាបងអញ្ចឹងបងអាចដូរនៅពេលក្រោយបានទៀតបើសិនជាបងដាក់កន្លែងហ្នឹងហើយហ្នឹងហើយអញ្ចឹងខ្ញុំចុចអូខេមកហ្នឹងហើយបង select មើលនៅខាងក្រោមដែលជាប្រភេទរូបភាពថា setting បងនៅខាងក្រោមដែលខ្ញុំបរិចហ្នឹងហើយគឺជាដូចកងចាក់ហ្នឹងហើយបងចុចនៅកន្លែងហ្នឹងមួយមកដើម្បីចូលទៅរៀបចំបន្ថែមទៀតហ្នឹងហើយឥឡូវដល់កន្លែងកំណត់ការកំណត់ហ្នឹងហើយបងដល់កន្លែងការកំណត់នេះហើយដំបូងគឺគេដាក់ទូទៅអញ្ចឹងយើងដាក់វាមានជាដុល្លារឬក៏ជាលុយផ្សេងអញ្ចឹងខ្ញុំសូមដាក់ជាដុល្លារអាមេរិកសម្រាប់យើងស្រួលគិតហ្នឹងហើយបងអញ្ចឹងចុចបន្តទៅកន្លែងប៉ុសនៅក្រោមបន្តទៀតហ្នឹងហើយសម្រាប់កន្លែងនេះគឺជាប្រភេទកន្លែងដែលយើងត្រូវកំណត់ជ្រើសរើសប្រទេសហ្នឹងហើយអញ្ចឹងខ្ញុំសូមដាក់ប្រទេសកម្ពុជាតែម្ដងគឺជាប្រទេសប្រភេទប្រទេសខ្មែរហ្នឹងបងសម្រាប់កម្ពុជាយើងគឺយើងក៏គេអាចបើកឲ្យរលួយបានដែរបងអញ្ចឹងមកដល់កន្លែងនេះខ្ញុំសូមចុចចំណុចកណ្ដាលហ្នឹងហើយចំណុចកណ្ដាលកន្លែងនេះសម្រាប់យើងចូលទៅរៀបចំបន្ថែមហើយកន្លែងតែខ្ញុំបង្ហាញកន្លែងនេះគឺយើងមិនអាចយកគ្រីសក្រមនឹងដូចគេបានទេដោយសារតែជាប្រភេទវីដេអូគ្រប់វីដេអូទាំងអស់គឺយើងមិនអាចបើកសិទ្ធឲ្យកុមារក្រោមអាយុ18ឆ្នាំមើលបានទេអញ្ចឹងយើងចុចយកពាក្យថាអូខេកន្លែងកណ្ដាលនេះមកហ្នឹងហើយបងយើងចុចកន្លែងកណ្ដាលហ្នឹងមកហ្នឹងហើយអញ្ចឹងខាងក្រោមគឺវាអត់មានអីរៀបចំអីទៀតទេអញ្ចឹងយើងចូលទៅមើលកន្លែងបន្តទៀតហ្នឹងហើយយើងចូលទៅបន្តទៅមុខទៀតដូចជាវាអត់ទាន់មានអីរៀបចំទេដូចកន្លែងនេះដូចជាមានទម្រង់2ប៉ុន្តែចាំនៅវីដេអូក្រោយខ្ញុំនឹងប្រាប់កន្លែងអ្នកទាំងអស់គ្នាបញ្ជាក់ពីកន្លែងហ្នឹងបន្តិចដោយសារកន្លែងនេះវានៅរៀងវែងឆ្ងាយដែរអញ្ចឹងបង select ទៅខាងក្រោមបន្តទៀតហ្នឹងហើយមកមើលខាងក្រោមបន្តទៀតហ្នឹងហើយសម្រាប់កន្លែងនេះគឺបងអាចអស់មើលបានហើយយើងអាចខាងកន្លែងនេះគឺយើងអាចដាក់របៀបថាយើងបង្ហោះជាឯកជនសិនឬក៏ជាសាធារណៈឧទាហរណ៍ថាបងរៀបនឹងផុស select យកទៅបែបសាធារណៈហ្មងក៏បានបងចង់ដាក់ជាប្រភេទឯកជនសិនក៏បានតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ជាប្រភេទឯកជនសិនហើយបងហើយកន្លែងសម្រាប់កន្លែងនេះគឺដូចគ្នាដែរបងអញ្ចឹងដូចខ្ញុំរបៀបខ្ញុំបង្រៀនឬក៏របៀបអីចឹងខ្ញុំអាចសរសេរនៅកន្លែងហ្នឹងបានដូចគ្នាខ្ញុំសរសេររបៀបអីចឹងមួយសម្រាប់ស្រួលឲ្យបងអាច select ច្រើនជាងនឹងបន្ថែមទៀតបានគ្រាន់តែនេះគឺជាការឧទាហរណ៍របស់ខ្ញុំដោយបងនិទានរឿងអីផ្សេងបងអាច select កន្លែងហ្នឹងបានទៀតអញ្ចឹងខ្ញុំសូមចុចទៅបន្តបន្ថែមទៀតហ្នឹងហើយខ្ញុំសូមចុចបន្តទៅមុខទៀតហ្នឹងកន្លែងនេះគឺយើងអាចជ្រើសរើសឧទាហរណ៍ថាបងបង្កើតវេទិកាបែបម៉េចវីដេអូបែបម៉េចអញ្ចឹងបងអាចជ្រើសរើសបានដោយកន្លែងនេះអញ្ចឹងដូចខ្ញុំបង្ហាញនឹងឲ្យខាងលើគឺជាប្រភេទហ្នឹងគឺខ្ញុំសូមបង្ហាញបងកន្លែងនេះវាមានកំសាន្តវាមានការអប់រំវាមានតន្ត្រីវាមានកំប្លែងជាច្រើនហើយមានទាំង game មានទាំងអីជាច្រើនទៀតអញ្ចឹងសម្រាប់បងធ្វើ content បែបណាបងអាចជ្រើសរើសយកបែបហ្នឹងទៅដូចវាបងជ្រើសរើសកំប្លែងគឺបងធ្វើបែបលក្ខណៈ troll ឬក៏បែបវីដេអូកំប្លែងអញ្ចឹងទៅខ្ញុំជ្រើសរើសយកការកំសាន្តអញ្ចឹងខ្ញុំដាក់កំសាន្តហើយកន្លែងនេះគឺយើងត្រូវជ្រើសរើសយកភាសាខ្មែរដូចគ្នាសម្រាប់វីដេអូរបស់យើងស្រួលឲ្យ Facebook វាទាញយកកន្លែងនេះគឺបងបាច់ដាក់ទេហ្នឹងហើយអញ្ចឹងខាងក្រោមនេះមួយទៀតហ្នឹងគឺបងត្រូវដាក់ភាសាខ្មែរដូចគ្នាហ្នឹងហើយបងអញ្ចឹងដល់កន្លែងនេះគឺជាកន្លែង comment បងអាចបើក comment ក៏បានបិទ comment ក៏បានសម្រាប់ខ្ញុំគឺខ្ញុំបើក comment ហ្នឹងហើយដូចជាអស់កន្លែងរៀបចំឲ្យបងមានតែប៉ុណ្្នឹងទេយើងគ្រាន់តែជាសង្កល់អានេះគឺជា channel របស់យើង
ដែលភ្ជាប់ជាមួយនឹង email យើងផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ email ដូចខ្ញុំបញ្ជាក់នៅវីដេអូពីដើមអញ្ចឹងបងត្រូវតែចាំ password ហើយនឹងចាំលេខកូដឲ្យច្បាស់ដើម្បីការពារកុំឲ្យមានអ្នក hacker មួយចំនួនដែលគាត់អាចយករបស់យើងទៅប្រើបានអញ្ចឹងយើងដាក់ធ្វើម៉េចយើងកុំឲ្យប្រភេទអ្នកដែលមានបំណងអាក្រក់លើ channel របស់យើងយករបស់យើងទៅប្រើអញ្ចឹងបងអាច select ដូចខ្ញុំបង្ហាញមិញហ្នឹងអញ្ចឹងទៅហើយមកដល់ចំណុចកន្លែងនេះខ្ញុំសូមបញ្ចូលកន្លែងនេះតិចដូចនៅ scroll កន្លែង3នេះគឺខ្ញុំបង្ហាញតិចនេះគឺខ្ញុំសូមបរិយាតិចដោយសារតែ server ហិង slow ដូចនៅខាងលើនេះគឺគេកំណត់ឲ្យ subscribe យើងមានចំនួន 1000 នាក់នឹងហើយសម្រាប់ subscribe ហើយនៅខាងក្រោមគឺជា 4000 ម៉ោងសម្រាប់អ្នកមើលជាប្រភេទវីដេអូវែងគ្រប់ 4000 ម៉ោងហើយនៅខាងក្រោមចំណុចលេខ3គឺ10លានហ្នឹងអានឹងជាប្រភេទវីដេអូខ្លីអញ្ចឹងបើសិនជាបងណាដែលគាត់មានចម្ងល់ឬក៏អត់យល់កន្លែងណាអីបងអាច comment នៅខាងក្រោមវីដេអូនេះបានអញ្ចឹងបើសិនជាបងមានចម្ងល់អីចឹងហ្នឹងហើយអញ្ចឹងដូចខ្ញុំបញ្ជាក់ទៀតនៅខាងក្រោមនេះហ្នឹងហើយគឺគេដាក់ចំនួន10លាននាក់ហ្នឹងគឺជាប្រភេទវីដេអូខ្លីដែលគេហៅថាវីដេអូ store ហ្នឹងហើយនៅខាងលើ 4000 គឺជាប្រភេទវីដេអូវែងអញ្ចឹងបើសិនជាបងណាដែលមានចម្ងល់បងអាចឆាតមក Telegram ខាងក្រោមបាន